មកវិញស្របពេលដែល Luffy គឺនៅតែបន្តវាយគ្នាជាមួយនឹង Kaido គូមកនោះគឺថាបញ្ចេញអស់តែម្ដងប៉ុន្តែត្រូវមួយដំបងរបស់ Kaido ឡើងប៉ើងលុះបន្តមកអ្នកទាំងពីរគឺនៅតែប្រយុទ្ធគ្នាបន្តទៅទៀតឃើញថាល្បឿនរបស់អ្នកទាំងពីរគឺកាន់តែលឿនទៅពីមួយស្នៀតទៅមួយស្នៀតពួកគេគឺបានបញ្ចេញជាមួយនឹង Haki គឺដូចជាការវាយគ្នានឹងដោយប្រើប្រាស់ល្បឿននិងប្រើប្រាស់កណ្ដាប់ដៃរៀងៗខ្លួនតែរឿងផ្លែកត្រង់ Luffy បន្តិចវាយតែដៃមិនអស់ចិត្តនោះទេព្យាយាមប្រើរន្ទះវាទៅកាន់ Kaido ថែមទៀតផង Kaido គាត់មិនខ្លាចរន្ទះទាំងនឹងនោះទេគាត់បែរជាសប្បាយចិត្តជាមួយនឹងការប្រយុទ្ធគ្នាបែបហ្នឹងទៅវិញហើយ Luffy ហ្នឹងគឺថាលេងខូចមែនតើនៅពេលដែលឡើងទៅខាងលើហើយហ្នឹងគឺនៅតែទាញ Kaido ដើម្បី Kaido ឡើងទៅខាងលើ Kaido គឺបានប្រើប្រាស់ជាមួយនឹងខ្យល់របស់គាត់វាយទៅចំណែក Hiyori នេះវិញកំពុងតែសម្លឹងមើលទៅកាន់ជាមួយនឹង Orochi ដែលកំពុងតែភ្លើងឆាបឆេះពេញខ្លួនរបស់គាត់ប៉ុន្តែ Orochi គឺបានកាឡាខ្លួនរបស់គាត់ដើម្បីចូលទៅប្រយុទ្ធទៀតចំណែកប្រជាជនគ្រប់គ្នាគឺចាប់ផ្ដើមសម្លឹងមើលគ្នាទៅវិញទៅមកភ្លើងគឺនៅតែបន្តឆេះស្រាប់ពេលដែល Usopp កំពុងតែរដូចយើងបានដឹងមុននេះបន្តិចអញ្ចឹងគឺជាមេបានរុញទឹកមកដល់ជាន់របស់ Usopp ហើយចំណែកប្រជាជនគ្រប់គ្នាគឺបានសម្លឹងមើលទៅកាន់គោមដែលពួកគេកំពុងតែបង្ហោះគឺជាដាក់ក្តីសង្ឃឹមនឹងទៅដល់មនុស្សម្នាក់គាត់គឺ Monkey D Luffy ស្របពេលជាមួយនឹងគ្នានឹងលោកតាខ្ជូគីរ៉ូគាត់បាននិយាយដែរថាគាត់ជឿជាក់ទៅកាន់បុរសវ័យក្មេងម្នាក់នឹងគេនឹងជួយទៅកាន់ប្រទេសវ៉ាណូរបស់ពួកយើងមនុស្សគ្រប់គ្នាដែលបានលះបង់ជីវិតពួកគេនឹងមិនអត់តម្លៃនោះទេព្រោះថាការលះបង់មួយនេះ